បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះបាត់វីដេអូថ្មីយូរហើយថ្ងៃនេះគឺមកបញ្ចេញវីដេអូថ្មីឲ្យប្លែកជាមួយនឹងអបស្លឹករំដេងត្រីស្រែបងប្អូនថ្ងៃនេះយើងមានគ្រឿងផ្សំរំដេងស្លឹកក្រូចហើយនឹងត្រីចំនួន1កុនថងដែរពុកម៉ែបងប្អូនយើងយកមកអបដើម្បីឲ្យមានរសជាតិឆ្ងាញ់ហើយប្លែកអញ្ចឹងពុកម៉ែបងប្អូនអាចមើលវីដេអូនេះបានបើសិនជាចង់ធ្វើម្ហូបប្លែកហើយឆ្ងាញ់ហើយយើងធ្វើមិនពីប្របាយទេហើយយើងគ្រាន់តែថែមប៊ីចេងស្ករប្រេងឆាហើយនឹងប្រេងខ្យងដាក់ទៅហើយយើងចាក់ពេលព្រៅរួយពីលើទៅហើយយើងយកទៅចង្ហុយជាមួយនឹងភ្លើងបងប្អូនមកខាស់ទឹកទៅហើយយើងអាចហូបបានហើយចំពោះមុខម្ហូបនេះគឺរួចហើយពុកម៉ែបងប្អូនឃើញតែមានរសជាតិហើយប្លែកគឺថាមិនដែលមានពីមុនមកអញ្ចឹងបងប្អូនអាចទស្សនាលេងកំសាន្តហើយធ្វើវីដេអូជាមួយខ្ញុំអាចនឹងបានម្ហូបមួយចានដើម្បីបរិភោគពិសេសគឺមានឡាបយេជាឬត្រូវតម្រង់បងប្អូនម្ហូបរបស់យើងគឺរួចរាល់ហើយបងប្អូនមើលទៅគឺតំណមែនទែនសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយបាយបាយជម្រាបលាអរគុណ